ហើយបន្ទាប់ពីលូណាបាននាំអេរ៉ែនមកនិយាយគ្នាកន្លែងស្ងាត់ហើយនាងក៏បានប្រាប់អេរ៉ែនពីអារម្មណ៍របស់នាងគឺថាពេលនេះដែរនាងមានការស្ដាយក្រោយជាខ្លាំងដោយសារតែលើកមុននាងបានផ្ដាច់ពាក្យជាមួយនឹងអេរ៉ែនទោះបីពេលនឹងដែរនាងបានធ្វើតាមគ្រួសាររបស់នាងប៉ុន្តែពេលនោះនាងក៏មានចិត្តចង់ផ្ដាច់ពាក្យជាមួយនឹងអេរ៉ែនដែរប៉ុន្តែពេលនេះវាមានការប្រែប្រួលហើយដោយសារតែតាំងពីអេរ៉ែនបានជួយសង្គ្រោះជីវិតនាងពីមេចៅសមុទ្រនោះមកនាងក៏បានដឹងថាពេលនឹងនាងក៏បានលងស្រឡាញ់អេរ៉ែនហើយថែមទាំងស្រឡាញ់អេរ៉ែនខ្លាំងទៀតផងហើយពេលនោះដែរលូណាក៏បាននិយាយទៅកាន់អេរ៉ែនថាអេរ៉ែនខ្ញុំស្រឡាញ់លោកប៉ុន្តែចម្លើយដែលអេរ៉ែនផ្ដល់ឲ្យលូណាវិញនោះគឺសុំទោសខ្ញុំមិនមានអារម្មណ៍បែបនឹងចំពោះនាងទេហើយលូណានៅពេលដែលឮអញ្ចឹងហើយនាងក៏មានអារម្មណ៍ក្រៀមក្រំបន្តិចដែរប៉ុន្តែនាងក៏បាននិយាយទៅប្រាប់អេរ៉ែនថាត្រូវហើយលោកគ្មានអារម្មណ៍មកលើខ្ញុំក៏វាជារឿងត្រឹមត្រូវមួយដែរដោយសារតែការពីលើកមុនខ្ញុំក៏មានទង្វើមិនល្អចំពោះលោកដែរប៉ុន្តែនៅពេលដែលលោកមានការរីកចម្រើននិងធ្វើបានសមិទ្ធផលល្អៗជាច្រើនស្រាប់តែខ្ញុំមកស្រឡាញ់លោកដូចនេះហើយលោកបានបដិសេធជាមួយនឹងខ្ញុំក៏ជារឿងធម្មតាដែរប៉ុន្តែពេលនោះអេរ៉ែនក៏បានប្រាប់នាងថាតាមក៏ពិតទៅមិនមែនបែបហ្នឹងទេគេគ្មានអារម្មណ៍ស្រឡាញ់នាងដោយសារតែគេមិនទាន់ចង់គិតរឿងស្នេហាអ្វីឡើយដោយសារតែគេធ្លាប់បានរស់នៅជាគ្រាប់អុករបស់អ្នកដទៃជាយូរមកហើយដូច្នេះហើយគេត្រូវមានរឿងធ្វើជាច្រើនដូចនេះហើយមុននឹងកិច្ចការទាំងអស់នោះបានសម្រេចគេនឹងមិនមានស្នេហាឡើយព្រោះគេខ្លាចបែកអារម្មណ៍មិនអាចបំពេញកិច្ចការទាំងនោះបានហើយបន្ទាប់ពីនិយាយរឿងនឹងចប់អេរ៉ែនក៏បានប្រាប់ឲ្យអូនលូណាទៅសម្រាកទៅព្រោះយប់ហើយពេលនោះអូនលូណាក៏មិនបាននិយាយអ្វីដែរប៉ុន្តែអេដមីនចាប់អារម្មណ៍មួយអូនលូណាពេលយប់អញ្ចឹងទៅរៀងខ្ជូតហើយបន្ទាប់ពីនឹងមកគឺយើងឃើញព្រះនាងម្ចាស់តូចក៏បាននៅទីនោះដែរគឺនាងបានមកលួចស្ដាប់គេនិយាយគ្នានឹងឯងប៉ុន្តែអេរ៉ែនក៏បានដឹងថាព្រះនាងម្ចាស់តូចមកលួចស្ដាប់គេនិយាយគ្នាដែរហើយគេក៏បានដេញទ្រង់ឲ្យទៅសម្រាកទៅដោយសារតែយប់ហើយបន្ទាប់ពីចាត់ចែងរឿងទាំងអស់នោះហើយអេរ៉ែនក៏ចាប់ផ្ដើមគិតហើយថាពេលនេះគេគួរតែចាត់ចែងរឿងដែលនៅសល់ហើយដោយសារតែពេលនេះគេមានអារម្មណ៍ប្លែកៗហើយគឺគេមិនអាចបែងចែកខ្លួនឯងជាអេរ៉ែនឬក៏រ៉ាវ៉ែនឲ្យពិតប្រាកដឡើយនៅពេលនេះដូចនេះហើយគេមិនចង់ឲ្យយប់យូរសុបិនច្រើនឡើយហើយរឿងដែលអេរ៉ែនចង់ទៅធ្វើមុនគេនោះគឺទៅស្វែងរកយុត្តិធម៌ឲ្យគ្រួសាររបស់គេកាលពីជាតិមុនហើយយើងកាត់មកមើលបារមួយកន្លែងដែលនៅក្នុងទីក្រុងលីយូម្នាក់វិញគឺថាមានបរិសុទ្ធពីរនាក់កំពុងតែជជែកគ្នាទៀតហើយក្នុងចំណោមនោះដែរក៏មានបរិសុទ្ធសក់នាងក៏បាននិយាយទៅប្រាប់ពួកម៉ាគេថាហើយប្រហែលថ្ងៃនេះដូចជាស្ងាត់ក្រុមចៅសមុទ្រមកអុកលុកក្នុងទីក្រុងដល់ហើយពួកម៉ារបស់គេក៏បានទៅលឺអញ្ចឹងភ្លាមគេក៏បានមានការភ្ញាក់ផ្អើលជាខ្លាំងហើយគេក៏បាននិយាយទៅកាន់ពួកម៉ាគេថាណែអាណប់តើឯងដឹងទេមែនពួកអាចៅសមុទ្រទាំងអស់នោះត្រូវបានគ្រួសារ Pendragon កំចាត់អស់ហើយដោយសារតែមេចៅសមុទ្រនោះបានចូលទៅប្លន់នៅក្នុងពិធីជប់លៀងរបស់ Council គុណាហើយក្នុងនោះក៏មាន Pendragon នៅទីនោះហើយមេចៅសមុទ្រនោះក៏បានប្រយុទ្ធចាញ់ Eren Pendragon ហើយគេក៏បានរត់គេចខ្លួនបាត់ទៅហើយពេលនោះដែរជំនួយការរបស់ Council គុណាក៏នៅទីនឹងដែរហើយគេក៏បានស្ដាប់នៅអ្វីដែលបុរសទាំងពីរនាក់នោះបាននិយាយទាំងយកចិត្តទុកដាក់ហើយបន្ទាប់ពីស្ដាប់ចប់ហើយគេក៏ចាប់ផ្ដើមមកគិតពីជញ្ជីងដែលគេកំពុងតែថ្លឹងមាសនឹងវិញហើយគឺថាជញ្ជីងហ្នឹងគឺតំណាងឲ្យមនុស្សពីរនាក់ម្ខាងតំណាងឲ្យ Eren ហើយចំណែកឯម្ខាងទៀតតំណាងឲ្យ Council គុណាហើយចំណែកខាងជញ្ជីងដែលមានមាសធ្ងន់ជាងគេគឺតំណាងឲ្យ Council គុណាគឺថាពេលនេះ Council គុណាមានមាសធ្ងន់ជាងខាង Eren ហើយបន្ទាប់មកជំនួយការរបស់ Council គុណាគេក៏បានយកកាក់មាសមួយមកមើលហើយគេក៏បានគិតថាបងអករបស់យើងគឺជាកូនចៅរបស់ Eren ប៉ុន្តែគេពិតជាមានសមត្ថភាពណាស់ដោយសារតែគ្រាន់តែបងអករបស់យើងតែម្នាក់ទេគេអាចយកឈ្នះពពួកអកដែលជាចៅសមុទ្រនោះបានជាច្រើននាក់ដូច្នេះហើយពេលនេះខាង Eren ទទួលបាន3កាក់មាសទៀតហើយបន្ទាប់មកក៏ដល់បង Aegon របស់យើងម្ដងគឺថាគេក៏បានសរសើរបង Aegon ហើយដោយសារតែបង Aegon ពិតជាខ្លាំងមែនដោយសារតែគេនឹងមិនអាចទប់ទល់ជាមួយនឹងបង Aegon បានឡើយដូចនេះហើយខាង Eren ក៏បានទទួល3កាក់មាសទៀតហើយបន្ទាប់មកគេក៏បានមើលកាក់មាសដែលនៅសល់3កាក់ទៀតហើយកាក់មាសនឹងដែរបើសិនជាគេដាក់ខាង Eren នោះខាង Eren និងខាង Sikunda មានសិទ្ធិស្មើគ្នាបាត់ទៅហើយពេលនេះហើយបន្ទាប់មកគេក៏បានគិតពី Eren របស់យើងគឺថា Eren គេអាចយកឈ្នះមេចៅសមុទ្របានទាំងដែលខ្លួនរបស់គេមិនអាចសូម្បីតែប្រៀបធៀបជាមួយនឹងមេចៅសមុទ្រនឹងបានឡើយដូច្នេះហើយគេក៏បានគិតថាកាក់មួយនេះគួរតែឲ្យ Eren Pendragon ហើយគេបំរុងនឹងបោះកាក់នឹងចូលជញ្ជីង Eren ហើយស្រាប់តែកូនចៅរបស់គេក៏បានមកប្រាប់គេថាបងធំវិវត្តហើយ Eren Pendragon គេបានមកដល់ទីនេះហើយជំនួយការរបស់ខាន Sikunda គ្រាន់តែឮថា Eren មកទីនឹងក៏ធ្វើឲ្យគេនឹងមានការភ្ញាក់ផ្អើលដែរហើយពួកគេទាំងពីរនាក់ក៏បានមកបន្ទប់ស្ងាត់មួយដើម្បីជជែកគ្នាហើយ Eren នៅក្នុងបន្ទប់នោះដែរគឺថាគាត់ឈរដូចជាគ្មានបញ្ហាអ្វីឡើយប៉ុន្តែចំណែកឯជំនួយការរបស់ Count Sikunda គឺថាពេលហ្នឹងដូចជាមានសម្ពាធដល់ហើយជំនួយការរបស់ Count Sikunda ពេលនោះគេក៏បានចាក់ whisky ទៅឲ្យ Eren មួយកែវហើយ Eren នៅពេលដែលឃើញ whisky នៅក្នុងមុខហើ
ហើយគេបំរុងនឹងហុចដៃទៅយកហើយស្រាប់តែជំនួយការរបស់ Council កណ្ដាលក៏បានទម្លាក់កែវនោះចុះធ្វើឲ្យ Eren មានប្រតិកម្មរហ័សគេក៏បានទៅចាប់កែវនោះហើយចំណែកឯជំនួយការរបស់ Council កណ្ដាលស្រាប់តែពេលនោះគេក៏បានបើកការវាយប្រហារទៅ Eren ភ្លាមប៉ុន្តែ Eren ពេលនោះដែរគេក៏បានគេចផុតហើយនៅមិនទាន់អស់ទេជំនួយការរបស់ Council កណ្ដាលគេក៏បានបើកការវាយប្រហារទៅ Eren បន្ថែមទៀតធ្វើឲ្យ Eren ពេលហ្នឹងដូចជារៀងវេទនាទប់ទល់ជាមួយនឹងគេបន្តិចដែរដោយសារតែជំនួយការរបស់ Council កណ្ដាលវាយ Eren មិនដកដៃឡើយហើយប៉ុណ្ណឹងអីមិនមែនជាបញ្ហារបស់ Eren ទេគេក៏បានចាប់ដៃជំនួយការរបស់ Council កណ្ដាលជាប់ហើយក៏បាននិយាយទៀតថាមិនឆ្ងល់ទេហេតុអ្វីឯងអាចទប់ទល់ជាមួយនឹង Eren បានហើយជំនួយការរបស់ Council កណ្ដាលក៏បានតបទៅ Eren ថាមិនចម្លែកទេមែនដែលខ្ញុំចេះប្រើលំហ Aura ហើយមិនអាចទប់ទល់ជាមួយនឹងគេបាននោះប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំក៏មិនមែនដៃគូរបស់លោកដែរដោយសារតែលោកអាចចាត់ការជាមួយនឹង Blue Border បានដូច្នេះហើយខ្ញុំក៏មិនមែនជាដៃគូរបស់លោកដែរប៉ុន្តែបើឯងគិតថាឯងនឹងអាចសម្លាប់យើងបានដោយងាយស្រួលគឺឯងគិតខុសហើយ Eren នៅក្នុងពិភពលោកនេះនៅសល់រឿងច្រើនណាស់ដែលយើងត្រូវធ្វើដូច្នេះហើយឯងនឹងមិនអាចសម្លាប់យើងបានដោយងាយទេគឺថាកន្លែងនឹងដែរជំនួយការរបស់ Council កណ្ដាលបានគម្រាម Eren ថាបើ Eren នឹងចង់សម្លាប់គេនោះគេនឹងប្រើអ្វីទាំងអស់ដែលគេមានមកចាត់ការជាមួយនឹង Eren ដែរហើយពេលនោះដែរស្រាប់តែ Eren ក៏បាននិយាយទៅកាន់គេថាជាមួយនឹងអំណាចនៃសហភាពពាណិជ្ជកម្មឯងនឹងកាត់បន្ថយវិសមភាពសេដ្ឋកិច្ចនៅក្នុងអាណាចក្រហើយគ្រប់គ្រងសេដ្ឋកិច្ចនៅក្នុងអាណាចក្រនេះតែម្ដងមែនហើយជំនួយការរបស់ Council កណ្ដាលគ្រាន់តែឮ Eren និយាយអញ្ចឹងហើយធ្វើឲ្យគេនឹងផ្លាស់ប្ដូរទឹកមុខតែម្ដងហើយ Eren នៅពេលដែលឃើញទឹកមុខរបស់គេនឹងរៀងភ័យគេក៏បាននិយាយទៅកាន់ជំនួយការរបស់ Council កណ្ដាលថាឯងមិនបាច់ភ័យទេយើងមកនេះគឺមិនមែនមកដើម្បីកម្ចាត់ឯងទេប៉ុន្តែយើងមកនេះគឺដើម្បីទិញរូបឯង Ron Vensin ម្ចាស់ប៉មនៃភាពរីកចម្រើនហើយពេលនេះជំនួយការរបស់ Council កណ្ដាលពេលនេះខ្ញុំសូមហៅគេថា Vin ដែលឈ្មោះនឹងងាយស្រួលហៅជាង Ron Vensin ហើយពេលនេះ Vin មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែ Eren នឹងបានដឹងរឿងជាច្រើនអំពីគេប៉ុន្តែតាមការពិតទៅ Eren នឹងមិនបានដឹងរឿងច្រើនអំពីគេទេគឺដោយសារតែតាមរយៈឈ្មោះរបស់ Vin ហើយនឹងតាមរយៈតម្រុយដែល Eren បានប្រាប់ថា Vin នឹងមានស្នាមសាករូបប្រាសាទនៅនឹងខ្លួនរបស់គេដូចនេះហើយទើប Eren បានសន្មតគេថាគេនឹងគឺជាម្ចាស់នៃប្រាសាទនៃភាពរីកចម្រើនហើយប្រាសាទនៃភាពរីកចម្រើននេះដែរគឺមិនសូវមានអ្នកដឹងអំពីរឿងវាច្រើនទេប៉ុន្តែមានរឿងពីរដែលគេគ្រប់គ្នាបានដឹងទីមួយនោះគឺសមាជិករបស់គេម្នាក់តែងតែមានរូបសាកជារូបប្រាសាទនៅលើដងខ្លួនហើយទីពីរគឺថាសមាជិករបស់ពួកគេម្នាក់មានសមត្ថភាពអស្ចារ្យខ្លាំងណាស់ដោយសារតែពួកគេនឹងបានសិក្សាយ៉ាងជ្រាលជ្រៅអំពីសមត្ថភាពដែលពួកគេបានសិក្សាបានជា Eren ដឹងរឿងច្រើនយ៉ាងនេះដោយសារតែជីវិតមុនរបស់ Eren គឺគេទៅបំពេញភារកិច្ចដូច្នេះហើយតាមផ្លូវដែលគេបំពេញភារកិច្ចគេក៏បានដឹងរឿងហ្នឹងទៅហើយបន្ទាប់មក Eren ក៏បាននិយាយទៅកាន់ Vin ថាដំបូងឯងចង់ពង្រីកមូលដ្ឋាននៃ Liyue ហើយបន្ទាប់មកឯងនឹងគ្រប់គ្រងទីក្រុងនិងឆ្នេរសមុទ្រទាំងអស់របស់ចក្រភពហើយតាមរយៈសភាពាណិជ្ជកម្មឯងចង់គ្រប់គ្រងអ្នកជំនួញទាំងអស់ហើយបន្ទាប់មកឯងក៏ចាប់ផ្ដើមដាក់សម្ពាធទៅពួកអភិជនដើម្បីឲ្យពួកគេបាត់បង់អំណាចម្ដងបន្តិចហើយពេលនេះដែរ Vin របស់យើងបែកញើសប៉ិនគ្រាប់ពោតហើយដោយសារតែ Eren បានដឹងពីគម្រោងការរបស់គេទាំងអស់ហើយគឺគេមិនដែលប្រាប់អ្នកណាទេប៉ុន្តែគេឆ្ងល់ថាហេតុអ្វីបានជា Eren ដឹងពីគម្រោងការរបស់គេទាំងអស់ហើយយើងមកដឹងពីមូលហេតុអ្វីបានជា Eren ដឹងពីគម្រោងការរបស់ Vin ទាំងអស់មកគឺថាការពីជីវិតមុនរបស់ Eren ហ្នឹងគឺថា Vin បានបំលែងទីក្រុង Liyue ទៅជាទីក្រុងមួយដែលមានសេដ្ឋកិច្ចល្អសមរម្យអ្នកមានមិនមានពេកអ្នកក្រក៏មិនក្រពេកដែរហើយអ្វីដែលពិសេសជាងនឹងទៀត Vin ក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង4នាក់ដែល Eren កំពុងតែរងនឹងឯងហើយពេលនោះដែរ Eren ក៏បាននិយាយទៅកាន់ Vin ថាទេយើងពិតជាឆ្ងល់ណាស់នេះហេតុអ្វីបានជាមនុស្សដូចឯងទៅធ្វើការឲ្យ Count Siguna ទៅវិញហើយពេលនោះដែរ Vin ក៏បានបកស្រាយទៅប្រាប់ Eren ទៅថាតាមការពិតគេធ្វើការឲ្យ Count Siguna ហ្នឹងគឺថាដោយសារតែ Count Siguna ហ្នឹងមានប្រយោជន៍ឲ្យគេហើយណាមួយទៀតគេធ្វើការជាមួយ Count Siguna ហ្នឹងគឺអាចធ្វើអ្វីបានតាមតែចិត្តហើយ Count Siguna មិនដែលជំទាស់នឹងគេឡើយដូច្នេះហើយគេក៏បានអភិវឌ្ឍទីក្រុង Liyue នេះឲ្យរីកចម្រើនដល់ពេលនេះទៅហើយពេលនោះដែរ Eren ក៏បានសួរទៅគេថាអូចុះគម្រោងការដែលពួកឯងហ្នឹងបានរៀបគម្រោងសម្រាប់យើងហើយ Vin ក៏បានឆ្លើយតបទៅ Eren វិញថាតាមការពិតទៅគេក៏មិនដឹងច្រើនអំពីការចង់សម្លាប់ Eren ដែរប៉ុន្តែគ្រាន់តែសម្លាប់អភិជនដែលគ្មានប្រយោជន៍និងប្រិយបុត្រដែលពូកែបង្ករឿងវានឹងមិនមានបញ្ហាច្រើនទេហើយវាថែមទាំងនាំសុខសន្តិភាពដល់មនុស្សទៀតផងហើយយ៉ាងណាមិញអភិជនទាំងអស់ក៏មិនខុសពី Count Siguna ដែរហើយនិយាយរួមទៅគឺថាបង Vin របស់យើងនឹងចង់ឲ្យពិភពលោកនេះមានភាពស្មើគ្នាគឺថាអ្នកមានក៏មិនមានពេកអ្នកក្រក៏មិនក្រពេកអីអញ្ចឹងទៅ
ហើយពេលនោះដែរអេរ៉ែនក៏បានសួរទៅវិញថាអូចឹងចុះអេរ៉ែន Pendragon នោះនៅពេលនេះតើឯងគិតយ៉ាងណាដែរហើយវិញគេក៏បានឆ្លើយទៅប្រាប់អេរ៉ែនថាពេលនេះគេមិនទាន់ដឹងនៅឡើយទេហើយពេលនោះដែរអេរ៉ែនគេក៏បានញញឹមបន្តិចទៅហើយគេក៏បាននិយាយទៅប្រាប់វិញថាអូចឹងក៏បានដែរពេលឯងមានពេលទំនេរឯងទៅលេងគ្រួសារ Pendragon បន្តិចទៅហើយចាំយើងរាក់ទាក់ឯងឲ្យបានល្អបំផុតហើយពេលហ្នឹងឯងអាចពិចារណាបានហើយតើឯងធ្វើការឲ្យយើងឬក៏ឯងចង់សម្លាប់យើងហើយវិញនៅពេលដែលគេឮបែបហ្នឹងហើយគេក៏បានគិតមួយសន្ទុះហើយគេក៏បាននិយាយទៅកាន់អេរ៉ែនវិញថាលោកចង់បានខ្ញុំទៅខាងលោកហ្នឹងតើលោកពិតជាចង់ដឹងរឿងផ្ទៃក្នុងរបស់ខោនស៊ីកូណាណាមែនទេហើយអេរ៉ែនក៏បានតបទៅវិញថាអូរឿងហ្នឹងក៏អាចចាត់ទុកជាអញ្ចឹងក៏បានហើយវិញនៅពេលដែលឮអញ្ចឹងហើយគេក៏បានដកដង្ហើមធំតិចហើយចាំពេលទំនេរចាំខ្ញុំទៅក៏បានដែរហើយចាំពេលហ្នឹងចាំយើងចរចាគ្នាបន្តទៀតហើយបន្ទាប់ពីនិយាយគ្នាចប់អេរ៉ែនក៏បានធ្វើដំណើរចេញទៅហើយមុននឹងចេញគេក៏បានបោះកាក់ទៅជញ្ជីងដែលតំណាងឲ្យអេរ៉ែន Pendragon នឹងឯងហើយចំណែកឯវិននៅពេលហ្នឹងគេក៏រៀមភ្ញាក់ផ្អើលដែរប៉ុន្តែចំណែកអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺកាក់ទាំងអស់នោះបានចូលជញ្ជីងរបស់អេរ៉ែន Pendragon ទាំងអស់ហើយពេលនោះដែរអេរ៉ែនក៏បាននិយាយទៅកាន់វិនថាមិនបាច់អាប់ទេនេះគឺជាថ្លៃស្រារបស់ឯងហើយចំណែកឯវិនវិញនៅពេលហ្នឹងគេក៏រៀមភ្ញាក់ផ្អើលបានមួយសន្ទុះបន្ទាប់មកគេក៏ចាប់ផ្ដើមបញ្ចេញស្នាមញញឹមរបស់គេហើយគេក៏បានគិតថាអេរ៉ែន Pendragon ឯងពិតជាគួរឲ្យចាប់អារម្មណ៍មែនហើយវីដេអូនេះផងដែរក៏សូមអរគុណទៅដល់បងពេជ្រដែលបានឧបត្ថម្ភខ្ញុំចំនួន70សេននិងបងសំណាងចំនួន35សេនបាទអរគុណច្រើនមែនទែនបងហើយសុំតសម្រាប់សម្លេងផងខ្ញុំមិនដឹងថាស្ដាប់បានឬអត់ទេដោយសារតែបាត់ពីឈឺកឥឡូវផ្ដាសាយឥឡូវបំបាក់រៀងបំបាក់និយាយដូច្នេះហើយសុំតរឿងសម្លេងហ្នឹងបាទ